នេះជារឿងនិទានពីព្រះគោព្រះកែវដែលនិយាយគ្នាមកមុននឹងចូលដល់សាច់រឿងសូមពុកម៉ែបងប្អូនជួយចុច Subscribe ដើម្បីទទួលបានវីដេអូនិទានរឿងថ្មីបន្តទៀតនៅស្រុកលង្វែកមានគ្រួសារមួយរស់នៅពីរនាក់ប្តីប្រពន្ធប្រកបរបរជាអ្នកធ្វើស្រែចម្ការនាងប្រពន្ធមានផ្ទៃពោះលុះដល់យប់មួយបានយល់សប្តិឃើញថានាងបានចិញ្ចៀនពេជ្រ3វង់មកពាក់ហើយក៏បាត់ទៅវិញនាងភ្ញាក់ឡើងភ័យផងអរផងក៏ឲ្យប្តីទៅរកគ្រូទីមានជាប្តីបានទៅរកគ្រូទីតាមដំណើរសប្តិរបស់ប្រពន្ធគ្រូទីក៏គុនគូមើលតាមក្បួនតម្រាហើយក៏ប្រាប់ទៅមានថាបើតាមសប្តិនេះល្អណាស់គឺមានអ្នកមានបុណ្យមកចាប់កំណើតតែត្រូវឲ្យនាងដុំកុំបរិភោគផ្លែស្វាយខ្ចីបើមិនដូច្នោះនឹងមានគ្រោះថ្នាក់សូមក្មួយចាំសម្គាល់មើលដោយខ្លួនឯងចុះមានត្រឡប់មកផ្ទះវិញក៏ប្រាប់ប្រពន្ធតាមពាក្យដែលគ្រូបានទីព្រមទាំងហាមប្រពន្ធមិនឲ្យបរិភោគផ្លែស្វាយខ្ចីលុះពោះបានគ្រប់ខែហើយនាងចេះតែនឹកចង់ស្វាយខ្ចីយ៉ាងខ្លាំងពេលមួយនាងដើររកមើលឃើញផ្លែស្វាយខ្ចីមួយក៏ប្រាប់ឲ្យប្តីឡើងបេះតែមានមិនព្រមឡើងបេះឲ្យដោយធ្វើជាទៅចំការបាត់ដោយនឹកចង់ស្វាយខ្ចីខ្លាំងពេករហូតដល់ទ្រាំលែងបានក៏ដើរទៅរកបេះដោយខ្លួនឯងនាងខំប្រវេឡើងដើមស្វាយអ្នកឯងពេលទៅដល់លើនាងតោងចំណែកពុកមួយស្រាប់តែបាក់ធ្លាក់ចុះមកដល់ដីស្លាប់មួយរំពេចពេលនោះធ្លីពុះចេញកូនគោមួយនិងកូនប្រុសមួយពីផ្ទៃរបស់នាងកូនគោចេញមកភ្លាមក៏ចេះដើរមួយរំពេចឯកូនមួយទៀតនៅក្នុងស្រោមនៅឡើយកូនគោបានរត់ទៅរកឪពុកមកជួយប្អូនដែលនៅក្រោមដើមស្វាយនោះមានឃើញកូនគោបានដើរតាមរហូតទៅឃើញប្រពន្ធដេកស្លាប់ក្រោមដើមស្វាយក៏យំសោកអាណិតប្រពន្ធជាពន់ពេកព្រះគោបានប្រាប់ឲ្យឪពុកលើកប្អូនចេញមកមានបានយកកូននោះទៅផ្ទះលុះព្រឹកឡើងមាន3កូនដើរសុំទឹកដោះពីអ្នកស្រុកឲ្យកូនបើអ្នកស្រុកបានសាកសួរមកថានេះជាកូនអ្នកណាបានជាក្មួយដើររកទឹកដោះឲ្យបើដូច្នេះនេះជាកូនរបស់ខ្ញុំចុះម្ដាយវាទៅណាបានជាមិនឲ្យវាបើប្រពន្ធខ្ញុំធ្លាក់ពីលើដើមស្វាយស្លាប់បាត់ហើយក្នុងពោះរបស់នាងមានកូនគោនិងកូនមួយនេះឯងឬដូច្នេះអ្នកស្រុកផ្អើលចំរមើលពេលអ្នកស្រុកមកមើលឃើញមាន3កូនមួយមានទាំងកូនគោនៅក្បែរផងគេនាំគ្នាឆ្ងល់យ៉ាងខ្លាំងហើយដឹងថាមានកូនកើតមកជាសត្វគោឯម្ដាយបែកពោះស្លាប់ខុសគេឯងដូច្នេះអ្នកស្រុកយល់ថានឹងនាំឲ្យចង្រៃដល់ភូមិស្រុកក៏នាំគ្នាជាស្ដីតាមវីបណ្ដេញមាននឹងកូនលែងឲ្យមកក្បែរភូមិមាននឹងកូនទាំងពីររត់ទៅរស់នៅក្នុងព្រៃឆ្ងាយដាច់ពីគេឯងដោយមិនហ៊ានសង់ផ្ទះសម្រាប់ជ្រកកនអ្វីឡើយមានភ្នំកូនទៅជ្រកតែក្រោមដើមឈើធំហើយដើរបេះផ្លែឈើបរិភោគជាអាហារក្រោយមកព្រះគោព្រះកែវរៀងធំល្មមដឹងក្តីខ្លះថ្ងៃមួយពីរនាក់បងប្អូនចេញមកវាលមួយបានឃើញពួកក្មេងខ្វៀលគោមួយហ្វូងកំពុងលេងយ៉ាងសប្បាយព្រះកែវបានសុំបងទៅលេងជាមួយពួកគេដែរដោយបោចវលធ្វើជាខ្សែចុងព្រះគោដឹកចេញទៅលុះដល់ពេលបាយក្មេងទាំងនោះនាំគ្នាស៊ីបាយជុំគ្នាឯព្រះកែវគ្មានបាយក៏ដើរទៅសុំគេខ្ញុំសុំស៊ីផងទេអញមិនឲ្យទេយីអានេះមកពីណាបានជាមកសុំបាយគេស៊ីពេលគេស៊ីបាយរួចព្រះកែវឃើញគ្រាប់បាយនៅជាប់នឹងស្លឹកចេកក៏សុំគេទៀតតែពួកក្មេងកង្វល់នោះបានយកស្លឹកខ្ចប់បាយនោះទៅញីចោលរួចដេញវីជាព្រះកែវចេញទៅព្រះកែវបានរត់មកប្រាប់ព្រះគោដោយយំខ្សឹកខ្សួលនឹងពួកគេដែលវីជាមកលើខ្លួនព្រះគោបាននឹងអាណិតព្រះកែវជាប្អូនយ៉ាងខ្លាំងព្រះគោឃើញប្អូនឃ្លានបាយហើយត្រូវគេដេញវីធ្វើបាបព្រមទាំងខ្មាស់តេះដៀលដូច្នេះក៏តាំងរត់3ដងស្រាប់តែក្អែចេញជាម្ហូបអាហារទិព្វដែលមានចានពេងថូស្លាបព្រាលសុទ្ធតែគ្រឿងមាសប្រាក់ឲ្យប្អូនបរិភោគម្នាក់ឯងហេតុអ្វីបានជាបងមិនក្អែអាហារនេះឲ្យពុកយើងផងមិនបានទេអាហារនេះគឺសម្រាប់តែប្អូនម្នាក់ឯងប៉ុណ្ណោះពួកក្មេងខ្វៀលគោកមើលព្រះគោក្អែចេញអាហារនិងរបស់របរប្រើប្រាស់សុទ្ធតែគ្រឿងមាសប្រាក់ដូច្នេះក៏លបចាំមើលដល់ព្រះគោលេបគ្រឿងមាសប្រាក់ទាំងអស់នោះចូលក្នុងពោះវិញក្មេងបាននាំគ្នារត់ទៅប្រាប់ឪពុកម្ដាយរៀងខ្លួនធ្វើឲ្យចាស់ក្នុងភូមិឆ្ងល់ពីហេតុការណ៍នេះអ្នកភូមិបាននាំគ្នាផ្អើលឆោឡោកាន់ពូថៅកំបិតដំបងទៅពាត់ចាប់ព្រះគោដើម្បីនឹងវះយកវត្ថុទិព្វទាំងនោះលំចាប់បានព្រះគោហើយគេក៏ដឹកយកមកចងជាប់នឹងដើមកណ្ដោលធំមួយនិងមានមនុស្សផ្អើលមកឈរមើលព្រះគោដោយសេចក្តីងឿងឆ្ងល់និងនឹកចង់បានទ្រព្យរបស់ដែលមាននៅក្នុងពោះព្រះគោពេលនេះ រ
រុកចូលបំរុងនឹងធ្វើបាបព្រះគោភ្លាមនោះព្រះគោបានឲ្យប្អូនតោងកន្ទុយឲ្យជាប់ហើយក៏ហោះឡើងសណ្ដុកដើមកណ្ដោលរំបាក់លើពួកអ្នកស្រុកទាំងអស់នោះធ្វើឲ្យអ្នកខ្លះត្រូវបាក់ដៃបាក់ជើងបែកក្បាលស្ទើរគ្រប់គ្នាហើយព្រះគោបានស្រែកប្រាប់ទៅអ្នកស្រុកដែលត្រូវរបួសថាឲ្យយកដើមកណ្ដោលទៅដាំផឹកនឹងជាវិញហើយពេលដូច្នោះអ្នកខ្លះបានកាប់យកគ្រឹះកណ្ដោលទៅដាំផឹកដើម្បីព្យាបាលរបួសខ្លួនស្រាប់តែជាសេះស្បើយយ៉ាងស័ក្តិសិទ្ធិមែនក៏នាំគ្នានឹកដល់ព្រះគោដែលមានឫទ្ធិបារមីខ្លាំងពូកែនឹងលែងហ៊ានបៀតបៀនព្រះគោទៀតព្រះគោបានហោះទៅនៅក្នុងព្រៃដ៏ជ្រៅឆ្ងាយពីភូមិរុកនានាហើយរស់នៅតែពីរនាក់បងប្អូនក្បែរស្រះទឹកមួយយ៉ាងល្អនិយាយពីឪពុករបស់ព្រះគោព្រះកែវបាត់កូនមិនឃើញត្រឡប់មកកន្លែងដើមវិញក៏ខំស្រែកហៅជុំវិញទីនោះមិនឃើញសោះមាននឹកកូនឥតឧបមាបានដើររកស្ទើរគ្រប់ទីកន្លែងមិនឃើញទៀតមានធ្វើដំណើរចេញពីទីនោះដើរស្វែងរកកូនដោយក្តីវិលវល់បំផុតមិនយូរប៉ុន្មានឪពុករបស់ព្រះគោព្រះកែវធ្លាក់ខ្លួនឈឺរហូតដល់ដួលស្លាប់ក្នុងព្រៃនោះទៅថ្លែងពីបុត្រី7អង្គរបស់ស្ដេចនាងដែលជាបុត្រីពើមានរូបឆំស្អាតនិងមានចរិយាស្លូតបូតជាងគេថ្ងៃមួយបុត្រីទាំងអស់គ្នាអផ្សុកនឹកចង់ទៅលេងព្រៃដែលនៅឆ្ងាយពីរាជវាំងក៏បានទូលសុំអនុញ្ញាតពីព្រះបដារួចចេញដំណើរទៅលុះទៅដល់ស្រះទឹកមួយកណ្ដាលព្រៃក្បែរកន្លែងព្រះគោព្រះកែវស្នាក់នៅបុត្រីស្ដេចទាំងអស់និងពួកហែហំទាំងឡាយនាំគ្នាឈប់សម្រាកនិងងូតទឹកលេងសប្បាយក្នុងស្រះទឹកនោះព្រះកែវធ្វើសូរមាត់មនុស្សអ៊ូអរក៏ចេញមករកមើលឃើញបុត្រីស្ដេចទាំង7អង្គព្រះកែវបានចាប់ចិត្តស្រឡាញ់នាងពៅតែដោយខ្លួនគ្មានសម្លៀកបំពាក់ត្រឹមត្រូវបានរត់មកនិយាយប្រាប់បងព្រះគោប្អូននិយាយប្រាប់ក៏ក្អែសម្លៀកបំពាក់និងគ្រឿងអលង្ការទិព្វឲ្យព្រះកែវស្លៀកពាក់យ៉ាងស្អាតហើយចេញទៅបុត្រីស្ដេចទាំងនោះឃើញព្រះកែវភ្លាមនាំគ្នាលួចស្រឡាញ់ហើយចុះទៅងូតទឹកលេងល្បែងដេញចាប់កូនកាសអណ្ដែតទឹកពេលព្រះកែវចាប់បានដេញជួសតែនាងពៅហើយពេលនាងពៅចាប់បានវិញក៏ដេញជួសតែព្រះកែវដែរលុះលេងបានយូរបន្តិចទៅនាងពៅនិងព្រះកែវកាន់តែស្និទ្ធឡើងធ្វើឲ្យបងនាងពៅខឹងហើយនាំគ្នាត្រឡប់ទៅវាំងវិញព្រមទាំងនិយាយថានឹងយករឿងនេះទៅទូលព្រះបតាពេលត្រឡប់ទៅដល់វាំងវិញបងរបស់នាងពៅចូលទៅគាល់ព្រះបតាជាធម្មតាដោយពុំឃើញនាងពៅចូលគាល់ស្ដេចក៏សួររកនាងពៅទៅណាបានជាមិនឃើញមកដូច្នេះព្រះបតានាងមិនហ៊ានចូលគាល់ព្រះអង្គទេតើមានរឿងហេតុអ្វីបានជាមិនហ៊ានចូលមកព្រះបតាពេលទៅស្រង់ទឹកលេងនោះនាងពៅបានប្រឡែងលេងជាមួយបុរសម្នាក់ដោយគ្មានខ្លាចក្រែងអ្វីឡើយស្ដេចស្ដាប់កូនបងទូលដូច្នេះក៏ខ្ញាល់នឹងនាងពៅដែលហ៊ានធ្វើផ្ដេសផ្ដាសឥតខ្លាចក្រែងព្រះអង្គបានបញ្ជាឲ្យនិរទេសនាងពៅចេញពីវាំងទៅរស់នៅក្នុងព្រៃនាងពៅបានធ្វើដំណើរក្នុងព្រៃដោយសោយតែផ្លែឈើរហូតដល់ជួបនឹងព្រះកែវព្រះគោបានរៀបអភិសេកព្រះកែវនិងនាងពៅរួចបានក្អែចេញប្រាសាទយ៉ាងល្អសម្រាប់ប្អូនរស់នៅទាំងអស់គ្នានិយាយពីស្ដេចសៀមបានប្រារាជទូតនាំសារមកទូលថ្វាយស្ដេចខ្មែររបួសប្រជល់មន់ដាក់ប្រជារាស្ត្រពលទាហាននិងទ្រព្យសម្បត្តិការចូលនេះស្ដេចសៀមជាអ្នកឈ្នះតែស្ដេចខ្មែរបានសុំចូលម្ដងទៀតលើកក្រោយនេះស្ដេចខ្មែរមានការព្រួយព្រះទ័យយ៉ាងខ្លាំងព្រោះមិនដឹងជារកមន់ឯណាមកចូលឈ្នះមន់ស្ដេចសៀមព្រះអង្គបានឲ្យពួកសេនាស្វែងរកមន់ខ្លាំងពូកែគ្រប់កន្លែងលុះពួកគេដើរទៅបានជួបនឹងនាងពៅហើយបាននិយាយតាមដំណើររឿងព្រមទាំងត្រឡប់មកវិញយកដំណឹងនេះទូលថ្វាយដល់ស្ដេចពេលនោះស្ដេចនិងបុត្រីទាំងអស់បានយល់ថាត្រូវឲ្យនាងពៅជាមួយព្រះកែវដោះស្រាយរឿងនេះព្រះកែវយករឿងនេះទៅប្រាប់បងពេលនោះព្រះគោសុខចិត្តប្រែកាឡាខ្លួនជាសត្វមាន់ដើម្បីជួយដល់នគរទាំងមូលពេលចូលលើកនេះមាន់ស្ដេចខ្មែរឈ្នះខាងស្ដេចសៀមធ្វើឲ្យស្ដេចសៀមខឹងយ៉ាងខ្លាំងហើយឆ្ងល់ថាហេតុអ្វីបានជាមាន់ស្ដេចខ្មែរមានមាឌតូចសោះអាចសម្លាប់មានគុកដ៏ធំរបស់យើងដូច្នេះនេះប្រហែលមានឫទ្ធិបារមីអ្វីហើយមើលទៅស្ដេចសៀមមិនអស់ចិត្តក៏បួលប្រជល់ដំរីម្ដងពេលនេះព្រះគោត្រូវប្រែកាឡាជាដំរីដើម្បីប្រជល់ម្ដងទៀតលើកនេះដំរីខ្មែរឈ្នះដំរីសៀមដដែលធ្វើឲ្យស្ដេចសៀមកាន់តែខឹងនិងចង់ដឹងថែមទៀតលើកក្រោយសៀមបានរៀបចំគោយន្តធ្វើពីដែកហើយមកបួលស្ដេចខ្មែរប្រជល់ទៀតលើកនេះព្រះគោដឹងច្បាស់ថាច្បាស់ជាចាញ់គេហើយក៏និយាយប្រាប់ប្អូនឲ្យប្រុងប្រយ័ត្ននាំនាងពៅមកក្បែរទីលានប្រយុទ្ធ
ហើយត្រៀមដោមកន្ទុយដើម្បីហោះរត់ចេញលុះដល់ពេលចូលព្រះគោបានព្យាយាមចូលជាមួយគោយន្តយ៉ាងខ្លាំងព្រះគោបានបោលបុកគោយន្តរបស់សៀម3ដងដឹងថាមិនអាចយកឈ្នះបានក៏រត់មករកប្អូនលៀមព្រះកែវនាំនាងពើតោងកន្ទុយបងហើយព្រះគោហោះវឹងចេញទៅធ្វើឲ្យផ្អើលអស់ទាំងខ្មែរទាំងសៀមនឹកតាមមើលហើយសៀមនឹកចង់បានព្រះគោយ៉ាងខ្លាំងក៏នាំពោទាហានដេញតាមចាប់ចំណែកឯនាងពើតោងកន្ទុយព្រះគោយូរទៅក៏ធ្លាក់ចុះមកដីព្រះកែវឃើញដូច្នោះក៏លែងដៃចុះមកតាមនាងពើពេលធ្លាក់ចុះមកដល់នាងពើបានប្រាប់ព្រះកែវឲ្យរត់ចេញទៅព្រោះពួកសៀមតាមជាប់មកពីក្រោយហើយនាងក៏ដាច់ខ្យល់ស្លាប់មួយរំពេចព្រះកែវរត់ចេញទៅឯព្រះគោដឹងថាប្អូនធ្លាក់ចុះមកក៏ចុះមកតាមប្អូនជួបនឹងព្រះកែវក៏នាំគ្នារត់គេចចេញពីពួកសៀមជានិច្ចនិយាយពីព្រះឥន្ទ្រក្តៅក្រហាយនៅមិនបានក៏ប្រមើមើលមកក្រោមឃើញនាងពើដេកស្លាប់កណ្ដាលព្រៃដូច្នេះក៏យកទឹកកន្ទីមកស្រោចពីលើនាងឲ្យคล้ายជាថ្មនឹងនាំប្រលឹងនាងទៅគង់នៅឋានសួគ៌ចំណែកព្រះគោចេះតែនាំប្អូនរត់គេចរហូតដល់កន្លែងមួយមានព្រៃច្រើនគ្រាន់បើក៏ពួននៅទីនោះចាប់ពីព្រះគោទៅនៅត្រង់នោះមកធ្វើឲ្យដើមឈើទាំងឡាយមានផ្លែផ្កាស្រស់បំប្រងសត្វផងទាំងពួងក៏ដូចអ្នកភូមិក្បែរនោះបានសម្បូរនិងសប្បាយប្លែកខុសពីធម្មតាដំណឹងនេះបានលេចជឿទៅដល់ស្ដេចសៀមគេបានឲ្យហោរាទីដឹងថាមានព្រះគោទៅនៅត្រង់នោះក៏នាំទាហានដេញតាមចាប់បន្តទៀតដោយចង់បានព្រះគោទៅនៅក្នុងស្រុករបស់គេខ្លាំងពេកក៏ចេះតែតាមចាប់គ្រប់ពេលវេលាព្រះគោនាំប្អូនហោះគេចទៅដល់បន្ទាយលង្វែកមានព្រៃសីដុះយ៉ាងក្រាស់ព័ទ្ធជុំវិញក៏នាំគ្នាលាក់ខ្លួនពួននៅទីនោះស្ដេចសៀមបានឲ្យហោរាទីដឹងថាព្រះគោនៅទីនោះក៏លើកគ្នាមកតាមចាប់តែចូលមិនរួចដោយមានព្រៃសីច្រើនពេកក៏រកល្បិចបាញ់ប្រាក់ដួងមកច្រកក្នុងកាំភ្លើងបាញ់ចូលព្រៃសីនោះហើយត្រឡប់ទៅវិញពេលក្មេងខ្វៀលគោមកដល់កន្លែងនេះរើសបានប្រាក់ដួងនៅតាមគុម្ពឫស្សីក៏នាំគ្នាទៅប្រាប់ឪពុកម្ដាយធ្វើឲ្យអ្នកស្រុកនាំគ្នាមកកាប់ឆ្ការព្រៃសីដើម្បីយកប្រាក់នោះមិនយូរប៉ុន្មានឫស្សីទាំងនោះត្រូវខ្ទេចខ្ទីអស់សៀមបានលើកតបម្ដងទៀតពេលនោះប្រគល់ព្រះកែវប្រែកាឡាជាសត្វក្របីហើយដើរចូលក្នុងហ្វូងក្របីដើម្បីបន្លំពួកសៀមស្ដេចសៀមបានយកប្រត់ស្បែកក្របីព័ទ្ធជាសីមាជុំវិញហ្វូងក្របីដើម្បីចាំមើលក្របីទាំងនោះលោតរំលងប្រត់រត់បាត់អស់នៅពេលពួកសៀមដេញវាយតែព្រះគោនិងព្រះកែវមិនព្រមលោតរំលងប្រត់ក៏ឈរនៅស្ងៀមព្រោះខ្លាចសាបសិល្បមន្តវិជ្ជាផ្សេងពួកសៀមចាប់ព្រះគោព្រះកែវហើយបានវាយជេរហើយយកទៅដាក់ឃុំទុកនៅស្រុកសៀមបាត់ទៅវេលាយប់មួយព្រះគោព្រះកែវលួចរត់ចូលមកដល់ស្រុកខ្មែរវិញពួកសៀមបានលើកតបមកតាមចាប់ព្រះគោព្រះកែវស្ទើរគ្រប់ទីកន្លែងរហូតដល់ចាប់បានម្ដងទៀតលែងហ៊ានជារវាយតែបែរជាសង់ប្រាសាទយ៉ាងស្អាតឲ្យព្រះគោព្រះកែវគង់នៅហើយមានជញ្ជាំងខ័ណ្ឌ7ជាន់និងមានអ្នកយាមយ៉ាងត្រឹមត្រូវដោយខ្លាចព្រះគោលួចរត់ទៀតពួកសៀមយល់ថាកាលណាបានព្រះគោគង់នៅទីណាទីនោះនឹងបានសុខសេមសាន្តដូច្នេះហើយបានជាពួកសៀមខំថែរក្សាព្រះគោព្រះកែវទុកយ៉ាងរឹងមាំហើយចាប់តាំងពីពេលនោះមកព្រះគោព្រះកែវលែងបានវិលត្រឡប់មកស្រុកខ្មែរវិញរហូតដល់សព្វថ្ងៃ